បាទគ្រប់ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចុះមកខ្ញុំឃើញថាបច្ចុប្បន្ននេះឃើញថាបញ្ហាភ្លើងដែលចេញពីការឆេះព្រៃក៏ដូចជាការដុតជញ្ជ្រាំងអីផ្សេងៗឃើញថាវាមានផលប៉ះពាល់ទៅដល់ជាពលរដ្ឋនៅក្នុងភូមិច្រើននេះខ្ញុំចុះមកខ្ញុំឃើញថាតាមចការពុកម៉ែបងប្អូនឃើញនេះជាការចន្ទីការចន្ទីនេះហើយយើងឃើញថាភ្លើងត្រូវបានឆេះអស់ជាច្រើនហើយពួកបងប្អូនចន្ទីនេះគឺចន្ទីធំហើយទ្រាំតែយើងអាចដាំបានអាយុកាលប៉ុណ្ណេះចន្ទីនេះខ្ទង់7ឆ្នាំ8ឆ្នាំអីហើយទ្រាំតែយើងដាំបានប៉ុណ្ណេះឃើញថាមិនងាយទេតែឥឡូវនេះយើងឃើញថាត្រូវបានភ្លើងឆាប់ឆេះអស់ទៅហើយនេះពុកម៉ែបងប្អូនឃើញទេចឹងទេជាការចូលរួមផាន់ខ្ញុំសូមសំណូមពរទៅដល់ប្រជាពលរដ្ឋពុកម៉ែបងប្អូនទាំងអស់គ្នាហើយយើងចូលរួមការពារទាំងអស់គ្នាតកតងនឹងការដុតជញ្ជ្រាំងឬក៏ការដុតព្រៃផ្សេងព្រោះខែនេះជាខែប្រាំងអញ្ចឹងវាងាយនឹងធ្វើឲ្យមានការឆាបឆេះផ្សេងតកតងនឹងការធ្វើផេះផាន់ពុកម៉ែបងប្អូនជាការធ្វើផេះជារឿងមួយប៉ុន្តែពេលខ្លះគឺពុកម៉ែបងប្អូនគឺដុតតែម្ដងមានថាដុតពេលខ្លះទៅដុតសម្រាមក្នុងស្រែដុតគល់ឈើក្នុងស្រែប៉ុន្តែអត់បានការពារគ្រប់គ្រងបានត្រឹមត្រូវវាធ្វើឲ្យរាលដាលឆេះដល់ទ្រព្យសម្បត្តិផាន់អ្នកដតីដូចជាចកាដូចជាខ្ទមស្រែដូចជាដំណាំផ្សេងពេលខ្លះអាចនឹងមានការដល់ឆេះដល់លំនៅឋានប្រជាពលរដ្ឋថែមទៀតផងអញ្ចឹងទេខ្ញុំជាការសំណូមពរក៏ដូចជាមានការចូលរួមរបស់គ្នាពីប្រជាពលរដ្ឋក៏ដូចជាពុកម៉ែបងប្អូននៅក្នុងទូទាំងប្រទេសកម្ពុជាយើងឃើញថាមួយរយៈនេះការបង្កឡើងដោយការឆេះព្រៃក៏ដូចជាការដុតជញ្ជ្រាំងអីផ្សេងហ្នឹងវាប៉ះពាល់ខ្លាំងទី1គឺប៉ះពាល់ទៅដល់បរិស្ថានដែលវាបង្កើតបានជាផ្សែងអាប់ដែលជាថាផ្សែងពុលដែលប៉ះពាល់ដល់ប្រព័ន្ធដង្ហើមរបស់ប្រជាពលរដ្ឋដែលគាត់រស់នៅជាក់ស្ដែងនៅតាមមូលដ្ឋានហើយមួយទៀតប៉ះពាល់ទៅដល់បរិស្ថានក៏ដូចជាប៉ះពាល់ទៅដល់ដំណាំផលដំណាំទ្រព្យសម្បត្តិផាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដូចជាដំណាំជាក់ស្ដែងដូចជាចការចន្ទីនេះគឺត្រូវបានឆាបឆេះអស់ហើយនេះពុកម៉ែបងប្អូនដោយសារថាភ្លើងហើយពុកម៉ែបងប្អូនគិតថាតម្រាំតែបានចន្ទីយើងដាំបានប៉ុណ្ណាយើងចំណាយពេលទាំងថវិកាទាំងពេលវេលាទាំងការថែទាំអីផ្សេងទ្រាំតែបានប៉ុណ្ណេះហើយចន្ទីនេះពុកម៉ែបងប្អូនចេញផ្កាមានក្តឹបអីខ្លះហើយប៉ុន្តែជាអកុសលត្រូវបានភ្លើងឆេះអស់អញ្ចឹងមានការប៉ះពាល់ខ្លាំងមែនទែនទៅដល់ម្ចាស់ចម្ការនេះខ្ញុំជឿជាក់ថាមានការខាតបង់ច្រើនហើយផលប៉ះពាល់នៃការដុតព្រៃដូចពុកម៉ែបងប្អូនដឹងហើយថាมันត្រឹមតែប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិដំណាំផលដំណាំផ្សេងរបស់ពុកម៉ែបងប្អូនទេតែវាអាចប៉ះពាល់ទៅដល់បរិស្ថានហើយមួយទៀតទៅដល់ទ្រព្យសម្បត្តិជាពិសេសអាចខ្ទមចំការឬក៏របស់របរផ្សេងដែលវាងាយនឹងឆាបឆេះទៅដល់ហើយបង្កជាផ្សែងអាប់អួរពុលនៅក្នុងបរិយាកាសនៅក្នុងបរិស្ថានរបស់យើងអញ្ចឹងទេហើយមួយទៀតតកតងទៅនឹងការជួយលុបជញ្ជ្រាំងមានថាការចូលរួមមួយផ្នែកនៃការជួយលុបជញ្ជ្រាំងផាន់ពុកម៉ែបងប្អូនក៏ដូចជាផ្នែកមួយដើម្បីចូលរួមទប់ស្កាត់នៃការឆេះរីករាលដាលនៃភ្លើងដែលចូលទៅដល់ភូមិភាគច្រើនពីរៀលពីការឆេះជញ្ជ្រាំងមកដោយសារតែពេលខ្លះទៅក្មេងដែលគាត់ទូចដែលគាត់អត់បានដឹងអីនោះគាត់ដុតជញ្ជ្រាំងដុតអីចឹងទៅអ្នកខ្លះក៏គាត់ចូលព្រៃរកសត្វឬអីគាត់ដុតព្រៃដុតអីចឹងទៅពេលខ្លះវាមានមូលហេតុជាច្រើនពេលខ្លះក៏ជាទម្លាប់មួយផាន់ពុកម៉ែបងប្អូនដែរថាការដុតព្រៃដើម្បីធ្វើឲ្យ
វាលាស់នៅរុក្ខជាតិផ្សេងប៉ុន្តែពួកម៉ែបងប្អូនអាចគិតទៅវិញថាបើសិនជាការដុតព្រៃវាមានសារៈប្រយោជន៍ដើម្បីឲ្យរុក្ខជាតិថ្មីដែលលាស់ចេញមកប៉ុន្តែពួកម៉ែបងប្អូនគិតថានៅពេលដែលទីហោថាព្រៃភ្នំឬក៏តំបន់ព្រៃដែលមានដែលវាត្រូវឆេះហ្នឹងតើវាមានប៉ះពាល់អីខ្លះទី1ប្រភេទសត្វដែលរស់នៅក្នុងព្រៃនឹងពួកម៉ែបងប្អូនទៅពេលដែលវាឆេះអស់បែបនេះតើសត្វដែលរស់នៅក្នុងព្រៃហ្នឹងទៅនៅឯណាពួកម៉ែបងប្អូនដូចជាប្រភេទពស់អណ្ដើកសត្វអីផ្សេងដែលវាត្រូវរស់នៅក្នុងព្រៃមានចំណីអីដែលត្រូវទទួលទានហើយវារស់នៅបែបណានៅពេលបែបនេះហើយវាប៉ះពាល់អីខ្លះទី1វាប៉ះពាល់ដល់សត្វធនធានធម្មជាតិដែលរស់នៅក្នុងព្រៃប្រព័ន្ធអេកូឡូស៊ីប៉ះពាល់ដល់បរិស្ថានប៉ះពាល់ដល់គុណភាពដីប៉ះពាល់ទៅដល់ផលដំណាំទ្រព្យសម្បត្តិប្រជាពលរដ្ឋគិតពីផលប៉ះពាល់គឺនឹងច្រើនពុកម៉ែបងប្អូនអញ្ចឹងជាការសំណូមពរក៏ជាការចូលរួមការពារទាំងអស់គ្នាតទៅនឹងការដុតព្រៃទម្លាប់នៃការដុតព្រៃការដុតជលគល់ចិញ្ច្រាំងអីជាដើមនឹងចូលរួមការពារចូលរួមទាំងអស់គ្នាបញ្ឈប់ការដុតព្រៃព្រោះរដូវនេះគឺរដូវប្រាំងស្ទើរតែជារៀងរាល់ឆ្នាំគឺមានភ្លើងគឺតែងតែឆេះព្រៃហុយជាប្រចាំហ្មងហើយសឹងថាខែប្រាំងហ្នឹងគឺហុយរយៈពេលតរំតាភ្លើងដែលវាអស់នៅព្រៃដែលវាត្រូវឆេះហ្នឹងឬក៏ចិញ្ច្រាំងនៅក្នុងស្រែដែលឆេះហ្នឹងគឺវាយូរដែរអញ្ចឹងទេសំណូមពរដល់ពុកម៉ែបងប្អូនចូលរួមការពារទាំងអស់គ្នាបញ្ឈប់សកម្មភាពដុតព្រៃទាំងអស់គ្នាដើម្បីជៀសវាងផលប៉ះពាល់ផ្សេងដូចជាប៉ះពាល់ដល់ផលដំណាំប៉ះពាល់ដល់ទ្រព្យសម្បត្តិប៉ះពាល់ទៅដល់អាយុជីវិតឬក៏ជីវិតសត្វនៅក្នុងព្រៃទាំងអស់គ្នាហើយនេះជាការចូលរួមចំណែកហើយក៏ដូចជាខ្ញុំថតវីដេអូនេះដើម្បីជាការសំណូមពរដល់ពួកបងប្អូនដែលគាត់តែងតែដុតឬក៏អីដែលគាត់បានឃើញគឺអាចថាយើងគិតពីផលប៉ះពាល់នេះទាំងអស់គ្នាកុំគិតតែពីប្រយោជន៍តិចមួយរបស់ពួកម៉ែបងប្អូនហើយបង្កជាផលពិបាកទៅដល់ជាពលរដ្ឋផ្សេងទៀតដែលគាត់ទទួលផលប៉ះពាល់ពីពួកម៉ែបងប្អូននេះពួកម៉ែបងប្អូនឃើញចន្ទីនេះផ្កាតែឥឡូវវាអស់ហើយនេះពួកម៉ែបងប្អូនបាទខ្ញុំមានតែប៉ុណ្្នឹងហើយខ្ញុំជាការសំណូមពរដល់ពួកម៉ែបងប្អូនចូលរួមទប់ស្កាត់នឹងការពារទាំងអស់គ្នាបាទអរគុណច្រើនជម្រាបលាបាយបាយ